បាទជំរាបសួរបងប្អូនបន្ទាប់ពីបងប្អូនបានទស្សនា Viking River ហើយបងប្អូនឥឡូវនេះខ្ញុំបានសូមបង្ហាញវីដេអូបន្ទាប់ដែលជាទូទៅបងប្អូនបានឃើញប្រហែលជាបងប្អូនអាចដឹងជាមុនហើយនេះគឺជា The Seashell បងប្អូនដែលយើងមើលពីចម្ងាយមកឃើញរូបអណ្ដើកបងប្អូនគឺអណ្ដើកជាក់អណ្ដើកនឹងធំណាបងប្អូនហើយបន្តិចទៀតនេះខ្ញុំនឹងថតឲ្យបងប្អូនមើលពីចម្ងាយថារូបអណ្ដើកនឹងធំប៉ុណ្ណាបើប្រៀបធៀបជាមួយនឹងមនុស្សយើងដើរហើយនឹងកងដែលបងប្អូនឃើញណាបងប្អូនទីទៀតខ្ញុំនឹងថតពីចម្ងាយនេះបងប្អូនគឺមានសភាពធំណាបងប្អូនហើយឥឡូវនេះគឺជាដំណើរការដើរឆ្ពោះចូលទៅខាងក្នុងបងប្អូនហើយនៅខាងក្នុងនេះខ្ញុំបានបង្ហាញបងប្អូនរូបនេះគឺរូបតំណាងឲ្យ King Atlas បងប្អូនគេហៅថាស្ដេចនៃសមុទ្រណាបងប្អូនដែលបងប្អូនមួយចំនួនបានមើលរឿង King of Atlas បងប្អូនអាហ្នឹងគឺជារឿងបែបខាងអឺរ៉ុបហើយពេលដែលយើងចូលដល់គឺយើងឃើញផ្ទាំងកញ្ចក់ដែលជាអាងទឹកហ្នឹងបងប្អូនមានត្រីច្រើនប្រភេទដែលបងប្អូនមើលឃើញមានត្រីធំត្រីតូចត្រីខ្លះធំជាងមនុស្សយើងហើយក៏មានត្រីឆ្លាមដែរបងប្អូននេះបងប្អូនមើលឃើញត្រីឆ្លាមបងប្អូនហើយត្រីឆ្លាមគឺមានច្រើនប្រភេទបងប្អូនតែនេះមួយក្នុងចំណោមត្រីឆ្លាមដែលមាននៅក្នុងនឹងទាំងអស់បងប្អូនហើយមួយទៀតនេះសម្រាប់បងប្អូនដែលគាត់ចូលចិត្តស្ទូចគឺឃើញបងប្អូនគឺមានប្រភេទត្រីហ្នឹងត្រីធំនោះបងប្អូនដូចខ្ញុំបញ្ជាក់ជាមួយអញ្ចឹងគឺមានធំត្រីឆ្លាមមានគេហៅថា hammer shark ហើយនិង tiger shark បងប្អូននោះគឺប្រភេទត្រីឆ្លាមហើយបងប្អូនហើយប្រភេទត្រីនេះគឺជាប្រភេទត្រីកាចបងប្អូនតែបងប្អូនអាចមានបញ្ហាបើសិនជាបងប្អូនជួបនៅក្នុងសមុទ្របងប្អូនហើយនេះគឺជាទស្សនវិជ្ជាខាងក្រៅពេលយើងដើរចេញមកនៅក្រោមដើរហើយនេះគឺជារូបភាពគេហៅថា castle បងប្អូន castle តែគេនឹងបង្ហាញវីដេអូលក្ខណៈ9D បងប្អូនហើយទីទៀតបងប្អូននឹងបានឃើញវីដេអូ 9D ដែលខ្ញុំបានថតឲ្យបងប្អូនមើលនៅពេលវីដេអូក្រោយបងប្អូនសូមអរគុណ